សួស្តីអ្នកនរគ្នាយើងរៀនអំពីអត្ថបទមួយដែលតាក់ទងអំពីវងសៀវមីងទៅជះមានន័យថាផ្ទះរបស់សៀវមីងមុននឹងយើងចូលអត្ថបទរបស់យើងរៀនអំពីពាក្យថ្មីអញ្ចឹងពាក្យទី1គឺណាហហមានន័យថានឹងឧទាហរណ៍ដូចជាអីគេវម៉ាខ្ញុំនិងម៉ាក់អូខេហើយចំពោះចំណុចទី2ចំណុចទី2គឺទី2វិញទៀនទៀនសឺទៀនសឺមានន័យថាទូរទស្សន៍ទូទៅវ៉ាខានទៀនសឺខ្ញុំមើលទូរទស្សន៍អូខេដល់ពេលទៀនអ៊ីងកនមើលទៀនណៅកុំព្យូទ័រអូខេហើយចំណុចពាក្យទី3ពាក្យថាឡៅឡៅសឺមានន័យថាគ្រូបង្រៀនហើយពាក្យទី4អ៊ីសឹងគ្រូពេទ្យហើយពាក្យទី5ជាបងស្រីតែខាងក្រៅគេហៅថាម៉ៃម៉ៃតែម៉ៃហ្នឹងភាសាចិនបែបគ្រាមភាសាប៉ុន្តែភាសាគំនិតរបស់យើងគឺជាគឺបងស្រីហើយពាក្យទី6គេហៅថាសៀសឹងមានន័យថាសិស្សអូខេហើយដល់ពេលពាក្យទី7មានន័យថាតោមានន័យថាសិតតែអូខេហើយពាក្យទី8យាមានន័យថាក៏ចុចដែរអានោះlàថាឃ្លាភ្ជាប់អញ្ចឹងណា我也是老师ខ្ញុំក៏ជាគ្រូបង្រៀនដែរឬក៏我也医生ខ្ញុំក៏ជាគ្រូពេទ្យដែរអូខេពាក្យហិនហ្នឹងណាស់អូខេឧទាហរណ៍我很好ខ្ញុំសុខសប្បាយទេអូខេហើយពាក្យទី10មានន័យថាឯងមានន័យថាស្រឡាញ់ប៉ុន្តែដល់ពេលនិយាយយើងដាក់ហៅនៅថែមមួយទៀតឯហៅមានន័យថាចូលចិត្តវិញហ្នឹងហើយចូលចិត្តស្រឡាញ់អីចឹងទៅបាទហើយពាក្យទី11សៀមានន័យថារៀនសូត្របាទ